Tilly, Tilly ball, close your eyes now. Someone's walking outside and knocks on the door. មានដើមឈើធំមែនតើនៅក្នុងប៉ែតមួយនៅកណ្ដាលប៉ែតហ្មងអាចដើមជ្រៃមិនដឹងឬដើមពោមមិនដឹងទេធំណាស់ថ្ងៃមួយមានអ៊ំផងម្នាក់ហ្នឹងគាត់កើតជំងឺវិបត្តិផ្លូវចិត្តហើយគាត់ឈឺច្រើនផងបាច់ចំគាត់ក្រីក្រកូនអត់សូវមកមើលថែតន់ទៀតនៅយប់ហ្នឹងគ្រូប៉ែតអត់សូវមានវត្តមាននៅទីនោះគាត់ក៏បានដើរចេញពីបន្ទប់គាត់តម្រង់ទៅដើមឈើហ្នឹងគាត់ដើរជុំវិញដើមឈើហ្នឹងពី3ជុំក្រោយមកគាត់ក៏សម្រេចចិត្តចងកសម្រាប់ខ្លួននៅដើមឈើហ្នឹងនៅកណ្ដាលប៉ែតហ្នឹងតែម្ដងពេលដែលគាត់ទៅចងកហ្នឹងគឺខ្ទង់ម៉ោង3ម៉ោង4ហើយស្អែកឡើងបានគេឃើញមនុស្សញាក់ផ្អើលដោយសារតែដើមឈើនៅកណ្ដាលប៉ែតអត់សូវមានមនុស្សដើរទៅដើរមកវាអត់ស្អែកឡើងមនុស្សឈូឆរផ្អើលពេញហ្នឹងតែម្ដងថាបាត់អ្នកជំងឺបាត់អីទីបំផុតទៅរកឃើញចងកនៅដើមឈើកណ្ដាលប៉ែតចាំឡើងពីពេលនោះមកគ្រូប៉ែតមិនថាថ្មីមិនថាចាស់ដែលធ្វើការនៅបន្ទប់ដែលទទួលគាត់អាចជាពិសេសគឺក្រុមគ្រូប៉ែតដែលទទួលអ្នកជំងឺសង្គ្រោះបន្ទាន់ ICU ណាចាប់ផ្ដើមជួបហេតុការណ៍ចម្លែកមានគ្រូប៉ែតម្នាក់ហ្នឹងគឺគាត់តាមតែផ្លាស់ប្ដូរចូលមកថ្មីយប់ដែលគាត់យាមហ្នឹងគាត់មានអារម្មណ៍ថាមាននរណាគេម្នាក់កំពុងតែឈរសម្លឹងមើលគាត់បន្ទប់ ICU ហ្នឹងគឺនៅប្រឆិតជាមួយនឹងកន្លែងដើមពោហ្នឹងដែលតានឹងចងកហ្នឹងប៉ុន្តែធម្មតាគេបិទបាំងវាំងដូនបាំងអីចឹងទៅហើយនៅយប់ហ្នឹងគឺគាត់ចេះតែមានអារម្មណ៍ថាមានមនុស្សឈរមើលគាត់ធ្វើការយូរមួយសន្ទុះទៅស្រាប់តែដល់ម៉ោង4គាត់រៀបនឹងទៅគេងអីគឺគាត់មានអារម្មណ៍ថាច្បាស់លាស់មែនតើព្រោះមនុស្សនៅពេលអារម្មណ៍ខ្លាចផងអត់ហ៊ានងាកទៅត្រង់ទេតែដល់ពេលហ្នឹងគាត់ដាច់ចិត្តថាងាកមើលមកដល់ពេលងាកទៅឃើញមែនមានមនុស្សប្រុសម្នាក់សក់សកំពុងតែឈរនៅក្បែរប្រអួយចិញ្ចក់ហ្នឹងតែក៏មិនមើលទៅគួរឲ្យខ្លាចដែរហើយគាត់ក៏អត់ដែរឃើញអត់ដែរស្គាល់អ៊ំប្រុសម្នាក់ហ្នឹងដែរគាត់គិតថាធំតែជាអ្នកជំងឺទៅដឹងគាត់ជួនឯងនៅពេលហ្នឹងគឺមានអ្នកយាមជាមួយគ្នាហ្នឹងដើរចូលទៅក្នុងបន្ទប់ហ្នឹងជាមួយគ្នាឃើញម្នាក់ស្រីហ្នឹងកំពុងតែផ្លឹកអ្នកដើរចូលទៅហ្នឹងក៏សួរថាណែមើលអីគេស្មាអញ្ចឹងណាគាត់ក៏ភ្ញាក់ឡើងគាត់ប្រាប់ថាអូឃើញអ៊ំប្រុសម្នាក់ដែលកំពុងតែឈរនៅកន្លែងមាត់ប្រអួយចិញ្ចក់ហ្នឹងអត់អ្នកហ្នឹងងាកទៅពឹមផ្លឹកមកទទួលលេងមាត់លេងកហត់ចេញពីបន្ទប់ហ្នឹងឃើញបែបហ្នឹងអ្នកគ្រូប៉ែតហ្នឹងក៏ហត់ទៅតាមហត់ទៅណែគាត់ក៏ងាកមកវិញប្រាប់ថាចាំស្អែកចាំប្រាប់អស់ទៅដីសិនណាយប់3ចាំការទៀតហើយចាំផឹកចាំនិយាយគ្នាមិនស្រួលហើយសួរថានៅពេលដែលជួបហេតុការណ៍បែបហ្នឹងអ្នកគ្រូប៉ែតហ្នឹងគាត់គេងលក់អត់បើនិយាយថាចាំស្អែកចាំប្រាប់អញ្ចឹងតែគាត់ត្រូវបន្តការងារវេនយាមរបស់គាត់ហើយគាត់ដឹងថារឿងអីដែលគេនឹងប្រាប់ទេគាត់ក៏ធ្វើការបន្តអញ្ចឹងទៅហើយវេនយាមជាទូទៅនៅកន្លែងវេនយាមរបស់គាត់ហ្នឹង4យប់ទៅយាមម្ដង4យប់ទៅយាមម្ដងបាយថាការដែលជួបជាមួយគ្រូប៉ែតម្នាក់ដែលប្រាប់ថាចាំស្អែកចាំប្រាប់ហ្នឹងអាចមានឱកាសដល់តែ4-5ថ្ងៃទៀតទៅបានជួបអ្នកគ្រូហ្នឹងម្ដងទៀតអញ្ចឹងនៅក្នុងកំឡុងពេលដែលគាត់យាមហ្នឹងគាត់បានទៅជំនួសឲ្យមិត្តភក្តិរបស់គាត់ម្នាក់ទៀត2ថ្ងៃក្រោយមកដោយសារតែពេលហ្នឹងគឺអត់មានអ្នកជំងឺច្រើនទេចូលនៅក្នុងបន្ទប់ហ្នឹងនៅយប់ហ្នឹងគឺស្ងាត់មែនតើអញ្ចឹងគាត់ក៏ឆ្លៀតពេលចូលទៅសម្រាកឆ្លៀតពេលសម្រាកណាហើយថាបើមានអ្នកជំងឺចូលមកប្រកាសជាគេមកដែរគាត់ក៏ឆ្លៀតពេលចូលទៅគេងកន្លែងដែលគេដាក់ក្រែចោលព្រោះនៅក្នុងបន្ទប់ ICU តែងតែមានកន្លែងបន្ទប់ដាក់ក្រែចោលដើម្បីតម្រៀបក្នុងការទទួលអ្នកជំងឺគាត់ក៏សុខចិត្តទៅគេងនោះខែចុងគេដើម្បីគេបើសិនជាមានអ្នកជំងឺមកភ្លាមគេអាចនឹងយកខែទី1និងខែទី2យកទៅប្រើអញ្ចឹងវាពាក់ព័ន្ធដល់ខែដែលគាត់កំពុងតែគេងកុំឲ្យរំខានការងារគាត់គេងបានមួយសន្ទុះរៀបនឹងលក់ទៅហើយហ្នឹងស្រាប់សុកប្រើបើកផ្នែកមកឃើញមនុស្សចាស់ម្នាក់កំពុងតែឈរនៅចុងខែរបស់គាត់ហើយគាត់គិតថាស្មានតែជាអ្នកជំងឺហើយគាត់ក៏សួរទៅតានឹងវិញថាមកណាគេតាមអ្នកហ្នឹងអត់មាននិយាយអីទាំងអស់ហ្មងដើរចេញទៅបាត់ចឹងទៅគាត់ក៏បានដើរចេញពីបន្ទប់ហ្នឹងទៅខាងក្រៅដើម្បីស្វែងរកថាតើអ្នកជំងឺហ្នឹងគេនៅខែមួយណាឬក៏មកពីណាហើយបានចូលមករកគាត់ដល់កន្លែងហ្នឹងពួកគាត់គឺជាអ្នកយាមដល់ពេលទៅដល់ឃើញតែរៀមច្បងម្នាក់កំពុងតែគេងហ្នឹងជាមួយគ្រូប៉ែតដតេទៀតនៅក្បែរហ្នឹងគាត់សួរថាមានអ្នកជំងឺចូលមកមែនរៀមច្បងហ្នឹងក៏ប្រាប់ថាតែអត់មានទេស្ងាត់ជ្រាបហ្នឹងមួយថ្ងៃហ្នឹងពួកយើងសំណាងដល់អត់មានអ្នកជំងឺចូលមកទេគាត់ចាប់បានឆ្ងល់ទៀតចុះពីណាគេចូលមកសួរគាត់វិញដល់ពេលអញ្ចឹងគាត់ក៏សួរទៅគ្រូប៉ែតហ្នឹងតែមិញមានអ្នកជំងឺមកឈរនៅកន្លែងចុងជើងខែខ្ញុំណារៀមច្បងហ្នឹងក៏ប្រាប់ទៀតថាអត់មានទេហើយអត់អីទេចាំស្អែកចាំនិយាយគ្នាស្អែកទៀតហើយរឿងរ៉ាវទាំងអស់ហ្នឹងការចេញមកពីអបិយជំនឿមួយឬក៏ការនិយាយតាមគ្នាដែលពួកយើងតែងតែឮថាមនុស្សនៅពេលដែលរិស័យដាក់តែងតែជួបប្រទះជាមួយនឹងបលឹងអូមអាបខ្មោចអីមករកជានិច្ចគឺបានថាមកពេលវេលាមកកលៈទេសៈហ្នឹងដែលគាត់រិស័យដាក់ហ្នឹងគឺគាត់ទៅណាក៏ជួបដែរបើទោះបីជាគាត់មិនមែនជាមនុស្សដែលមើលឃើញខ្មោចពីមុនមកទេហើយរឿងរ៉ាវទាំងអស់ហ្នឹងគឺការចេញមកពីអ្នកគ្រូប៉ែតម្នាក់ឈ្មោះដានីស្វាគមន៍បងប្អូនមកកាន់ The Story Podcast Season 2 Episode 4ថ្ងៃនេះគឺរឿងគួរឲ្យចាប់អារម្មណ៍ព្រោះនៅពេលដែលយើងគិតទៅដល់ខ្មោចបលឹងព្រាយបិសាចយើងគិតទៅដល់មិនប៉ុន្មានកន្លែងទេដូចជាបច្ឆាដុតខ្មោចសន្តាគារត្រូវគេបោះបង់ចោលហើយទៀតវត្តនឹងឯវត្តអារាមហើយនឹងមួយកន្លែងទៀតដែលនិយាយហើយគឺគ្រប់គ្នាដឹងតែម្ដងហើយតែជួបទៀតនោះគឺកន្លែងកើតនិងកន្លែងស្លាប់របស់មនុស្សគឺមន្ទីរពេទ្យហ្នឹងហើយជាមនុស្សដែលខ្លាចខ្មោចគ្មាននរណាគេខ្លាចខ្មោចជាងគ្រូពេទ្យទេជួយខ្ញុំមើលបាទដោយសារអីគេជួបក៏ច្រើនខ្លាចរហូតដល់ទៅជាស៊ាំហ្នឹងហើយអញ្ចឹងរឿងទាំងអស់នេះថ្ងៃនេះគឺយើងបានមកពីអ្នកគ្រូពេទ្យម្នាក់ដែលឈ្មោះដានីគាត់ផ្ញើមកយើងណានៅក្នុងភាគនេះគឺយើងនឹងនាំគ្នាមកនិយាយពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសខ្មែរបើនិយាយ10ឈ្មោះពេទ្យហ្នឹងនរណាក៏ស្គាល់ដែរដូច្នេះសូមលាក់ទៅកុំឲ្យនាំគ្នាខ្លាចហើយនិយាយទៅគ្រប់ពេទ្យទាំងអស់ហ្នឹងនរណាគេក៏ជឿដែរថាមានខ្មោច
ពូកន្លែងហ្នឹងអ្នកស្លាប់ក៏នៅនឹងអ្នកអីក៏នៅនឹងទាំងអស់អាកន្លែងសាលសម្រាប់ទុកខ្មោចហ្នឹងគឺបើខ្ញុំវិញទៅហ្មងខ្ញុំមិនហ៊ានដើរកាត់ទេ យប់ឡើងអត់ហ៊ានដើរកាត់ ទៅហើយ ពួកយើងមិនដឹងថាពេលណាយើងឈឺពេលណាយើងមិនឈឺហើយខ្មែរមានទម្លាប់មួយថាបើឈឺតិចតិចទេទៅ pharmacy សំឆ្នាំតែបើកើតឡើងឈឺធ្ងន់ទៅពេទ្យអាពេលឈឺធ្ងន់នឹងឯងដែលយើងតបដៃមួយគេអត់កើតនៅពេលដែលឃើញរឿងរ៉ាវទាំងអស់ហ្នឹងហើយខ្លួនយើងពងតែដុតដាបទៀតកាន់តែវេទនាទុកជន់ទុកហើយសាក់ទឹកមើលថាយើងមិនដឹងថាយើងទៅកេងក្រែណាអ្នកណាតឹងតែកើតអីមកពីណាហើយក្រែហ្នឹងទទួលអ្នកជំងឺមិនដឹងប្រហែលអ្នកហើយដែលបាត់បង់ជីវិតទៅលើក្រែហ្នឹងសាក់ទឹកមើល yes ហ្នឹងហើយអញ្ចឹងយើងធ្លាប់តែលើខ្មត់មកទាក្រែគេវិញគេដេញឲ្យបដូរក្រែព្រោះអីមកកេងកន្លែងគេអីចឹងជាដើមតែនៅក្នុងនេះគឺមិនមែនជារឿងរ៉ាវរបស់អ្នកជំងឺទេគឺជារឿងរ៉ាវរបស់អ្នកគ្រូពេទ្យវិញម្ដងគឺជាមុំមកជ្រុងទៀតដែលអ្នកគ្រូពេទ្យធ្វើការនៅក្នុងមន្ទីរពេទ្យមួយហ្នឹងគាត់បានសរសេរសាច់រឿងនេះផ្ញើមកឲ្យយើងបាទហើយគាត់ទទួលបានអារម្មណ៍ចម្លែកខ្លាំងមែនទែនតែម្ដងនៅក្នុងពេលវេលាមួយដែលគាត់ធ្វើការនៅមន្ទីរពេទ្យមួយនោះតទៅរឿងនេះគឺជារឿងដែលទាក់ទងជាមួយនឹងអ្នកគ្រូពេទ្យដានីដែលនឹងរៀបរាប់ប្រាប់ពីរឿងរន្ធត់ដែលគាត់តសត់ជាច្រើនហើយគាត់បានជួបផ្ទាល់ដែលធ្វើការនៅក្នុងមន្ទីរពេទ្យមួយនោះដានីគឺជាគ្រូពេទ្យប្រចាំការនៅក្នុងមន្ទីរពេទ្យរដ្ឋមួយដែលគាត់ប្រាប់ឲ្យដឹងថាខែដំបូងដែលគាត់បានចូលទៅធ្វើការពាក់កណ្ដាលខែគាត់បានធ្វើនៅវេនព្រឹកចូលដល់ខែបន្ទាប់គាត់ត្រូវបដូរវេនទៅវេនរសៀលហើយក៏ផ្លាស់ប្ដូរទៅដល់វេនយប់បន្ថែមទៀតអញ្ចឹងទៅគឺបដូរទៅបដូរមកទៅជារឿយៗជាមួយនឹងគ្រូពេទ្យរៀនច្បងក៏ដូចជាសិស្សប្អូនរបស់គាត់ផងដែរហ្នឹងហើយការងារគ្រូពេទ្យដឹងស្រាប់ហើយគឺអីដែលធ្វើឲ្យយើងគេហៅថាលំបាកជាងគេមកគឺការផ្លាស់ប្ដូរវេនហ្នឹងឯងអ្នកគ្រូដានីចាំច្បាស់ថានៅពេលដែលចូលធ្វើការនៅមន្ទីរពេទ្យនោះថ្មីយប់ដំបូងដែលគាត់ចូលយាមគាត់ត្រូវទៅធ្វើនៅបន្ទប់សង្គ្រោះបន្ទាន់តែម្ដងយប់នោះប្រហែលជាពាក់កណ្ដាលយប់ផ្លូវដើរចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គាត់មានអារម្មណ៍ដូចជាមាននរណាគេម្នាក់តាមសម្លឹងមើលគាត់ពីបង្អួចកញ្ចក់ក្រោយបន្ទប់សង្គ្រោះនោះអញ្ចឹងគឺគេសម្លឹងមើលគាត់មួយសន្ទុះហើយតែនៅពេលដែលគាត់ងាករកមើលដូចជាមិនមានមនុស្សនៅក្បែរនោះទេគាត់ចេះតែមានអារម្មណ៍ដែលដូចជាមានមនុស្សសម្លឹងមកគាត់ហ្នឹងគឺមួយសន្ទុះឯងធ្វើឲ្យគាត់មានអារម្មណ៍ថាតានតឹងមែនតើនៅក្នុងការធ្វើការវេនយប់មួយនោះនៅពេលនោះគាត់ធ្វើការបណ្ដើរគិតសង្ស័យបណ្ដើរងាកមើលនេះងាកមើលនោះបណ្ដើរអញ្ចឹងទៅព្រោះចេះតែមានអារម្មណ៍ថាណាគេមើលតែរកអត់ឃើញសោះអារម្មណ៍ដ៏តានតឹងនោះកាន់តែធ្ងន់ទៅហើយម្យ៉ាងទៀតនៅខាងក្រោយនោះគឺជាកន្លែងដែលចតឡានសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យផងដែរដានីឧស្សាហ៍ងាកទៅមើលបង្អួចនោះជាញឹកញយតែគាត់មិនហ៊ានងាកមើលទៅចំទេទាំងយើងទាំងគេគឺដៀងមើលតាមកន្ទុយភ្នែកតែប៉ុណ្ណោះតែមើលលើកណាក៏មិនដែរឃើញមនុស្សណាឈរនៅក្បែរនោះដែរលុះរំលងដល់ម៉ោង1អាត្រៀតអារម្មណ៍ដែលគាត់គិតថាមានមនុស្សឈរមើលសម្លឹងមកគាត់នោះបានប្រកាសមកយ៉ាងច្បាស់នៅនឹងភ្នែកគាត់តែម្ដងគឺគាត់បានក្រឡេកទៅលើកនេះបានឃើញមែនគាត់បានឃើញបរិសម្នាក់អាយុប្រមាណជាង40ទៅ50ឆ្នាំឈរថ្មឹងនៅពីក្រោយកញ្ចក់កែវភ្នែកសម្លឹងមកគាត់ដោយផ្លឹកតែក្នុងកសែភ្នែកបែបធម្មតាទេគាត់តែមើលធម្មតាអញ្ចឹងទៅតែពេលនោះគាត់មិនដឹងជាត្រូវអ្វីសង្កត់ទេគាត់ក៏បានផ្លឹកមើលទៅបរិសដូចគ្នាគឺមើលចំកែវភ្នែកបរិសចំណាស់នោះតែម្ដងសំណាងល្អដែរមួយសន្ទុះក្រោយមកមានអ្នកគ្រូពេទ្យម្នាក់ដើរចូលទៅក្នុងបន្ទប់នោះគាត់ជាគ្រូពេទ្យនៅវេនយាមជាមួយគ្នាបានតេស្តស្មាបងឯងកើតអីនឹងសម្លឹងមើលណាគេនៅពេលនោះដានីដូចជាភ្ញាក់ព្រឹកមានសតិឡើងមកវិញហើយក៏ងាកប្រាប់ទៅអ្នកគ្រូពេទ្យម្នាក់ទៀតថាមិញមានមនុស្សសម្លឹងមើលបងពីក្រោយកញ្ចក់នោះនឹងបាត់ដុំកន្លែងចតឡានសង្គ្រោះបន្ទាន់នោះបងឯងមើលឃើញអត់នៅពេលដែលអ្នកគ្រូពេទ្យនោះបានឮដានីនិយាយដូច្នេះក៏ក្រឡេកងាកទៅតំបន់ដែលដានីចង្អុលប្រាប់មួយសន្ទុះគាត់ក៏ផ្លឹកដូចគ្នារួចក៏គាត់អត់រត់ចេញទៅក្រៅបន្ទប់នឹងតែម្ដងដោយមិននិយាយស្ដីអីទាំងអស់អ្នកគ្រូពេទ្យដានីក៏រត់ទៅតាមហើយក៏សួរថាហើយរត់ទៅណាប៉ុន្តែអ្នកគ្រូពេទ្យនោះមិនបានតបអ្វីទាំងអស់ហើយក៏បានខ្សឹបប្រាប់អ្នកគ្រូដានីថាបងទៅធ្វើការបន្តទៀតសិនទៅចាំស្អែកចាំយើងនិយាយគ្នាព្រឹកឡើងដល់ពេលវេលាដែលបដូរវេនហ្នឹងណាអ្នកគ្រូពេទ្យដានីក៏ព្យាយាមទៅជួបអ្នកគ្រូពេទ្យនោះដែរប៉ុន្តែអត់បានឃើញអ្នកគ្រូពេទ្យនោះទេធម្មតាយើងយាមយំអញ្ចឹងស្អែកឡើងយើងសម្រាប់អីបាទចុះយាមអីបាទគឺគាត់អត់បានឃើញអ្នកគ្រូពេទ្យហ្នឹងតែម្ដងគាត់ក៏អត់បានចាប់អារម្មណ៍ដែរក៏ត្រឡប់ទៅគេងវិញធម្មតាអញ្ចឹងទៅព្រោះដូចហត់ពេញមួយយប់ទៅហើយពេលនោះអ្នកគ្រូដានីព្យាយាមរកអ្នកគ្រូហ្នឹងដែរប៉ុន្តែអត់ឃើញអីសោះគាត់ទៅជួបជាមួយនឹងអ្នកបោះសម្អាតនៅក្នុងមន្ទីរពេទ្យហ្នឹងគាត់ប្រាប់ថាអ្នកគ្រូពេទ្យម្នាក់ទៀតហ្នឹងប្រាប់ថាចាំពេលដែលថ្ងៃស្អែកដែលជួបគ្នាចាំគាត់និយាយឲ្យស្ដាប់ឥឡូវនេះគាត់សុំទៅផ្ទះមុននៅពេលនោះអ្នកគ្រូដានីក៏ប្រាប់ថាអូខេគាត់ងក់ក្បាលថាចាំស្អែកក៏បានដែរបន្ទាប់មកគាត់ក៏ត្រឡប់ទៅផ្ទះវិញទៅចាប់តាំងពីពេលនោះមកអ្នកគ្រូដានីអត់បានចាប់អារម្មណ៍អ្វីឡើយទៅដល់ផ្ទះគេងងូតទឹកធម្មតាអញ្ចឹងទៅលុះដល់ពេលយប់ត្រូវចូលវេនអ្នកគ្រូដានីក៏បានសួរទៅអ្នកគ្រូពេទ្យវ័យក្មេងដែលយាមយប់ជាមួយគ្នាហ្នឹងអ្នកគ្រូពេទ្យនោះក៏បានប្រាប់ពីរឿងរ៉ាវដែលអ្នកគ្រូដានីមិនបានត្រៀមចិត្តទេគាត់បានប្រាប់ថាបងឯងដឹងអត់ណាក៏ដោយឲ្យតែទៅតែផ្លាស់ប្ដូរចូលមកវេនយាមពេលយប់សុទ្ធតែបានជួបតាចាស់នោះដូចបងអញ្ចឹងដានីសួរថាតាចាស់អីជួបអីគេអ្នកគ្រូពេទ្យនោះក៏តទៀតថាគ្រប់គ្រូពេទ្យទាំងអស់សឹងតែគ្រប់គ្នាដែលទៅតែផ្លាស់ប្ដូរចូលមកវេនយាមពេលយប់គឺត្រូវតែបានជួបអ៊ំចាស់ម្នាក់នោះហើយគ្រប់គ្នាតែងតែមានអារម្មណ៍ត្រូវតែឈរសម្លឹងមើលគាត់ដោយផ្លឹកដូចគ្នាតែម្ដងហើយបងដឹងអត់ថាអ៊ំចាស់ម្នាក់នោះគាត់មិនមែនជាមនុស្សទេគាត់ស្លាប់យូរហើយបងគាត់ស្លាប់នៅក្បែរដើមពោធិ៍នៅកណ្ដាលពេទ្យហ្នឹងតែដានីក៏ប្រាប់ថាដើមពោធិ៍ណាមិនក៏គាត់មិនដែរដឹងគាត់ប្រាប់ថាឲ្យស្ដាប់គាត់បន្តទៀតសិនសង្ស័យតែគេកាប់ចោលផងមើលទៅបាទជាក់ស្ដែងនៅពេលដែលគាត់ទៅតែចូលយើងដំបងក៏បានឃើញដូចដានីដែររហូតដល់ធ្វើឲ្យគាត់នឹងខ្លាចសឹងតែលាឈប់តែម្ដងតែពេលហ្នឹងគាត់អត់ដឹងថាត្រូវបន្តទៅធ្វើការនៅណាទេក៏បង្ខំចិត្តធ្វើការបន្តចឹងទៅពេលដំបងអ្នកគ្រូពេទ្យហ្នឹងឃើញសឹងតែរយប់គឺមានមនុស្សប្រុសចាស់ឈរនៅពីក្រោយកញ្ចក់សម្លឹងមកគាត់ហើយពេលខ្លះអ៊ំប្រុសម្នាក់ហ្នឹងស្ទើរតែឈរនៅក្បែរគៀកកញ្ចក់ហ្នឹងតែម្ដងមិនឈរពី
ពីចម្ងាយទេគឺក្បែរកញ្ចក់នឹងតែម្ដងវាមើលទៅគួរឲ្យខ្លាចយើងសឹងតែភ័យលុះប្រលឹងតែម្ដងប៉ុន្តែដល់ពេលយូរទៅគាត់ទៅជាសាមណាព្រោះអីគេគ្រាន់តែបង្ហាញមុខបង្ហាញខ្លួនឲ្យឃើញប៉ុន្តែអត់បានធ្វើអីទេអញ្ចឹងគាត់តែងតែបែបបន់ក្នុងចិត្តថាខ្ញុំកុំមកធ្វើបាបកូនចៅអីខ្ញុំគ្រាន់តែមកធ្វើការទេអញ្ចឹងទៅហើយក៏សុខសប្បាយតាំងពីពេលហ្នឹងត្រឡប់មកក្រោយមកទៀតក៏មិនដែរជួបទៀតដែរតាំងពីគាត់បន់អញ្ចឹងមកណានិយាយដល់ចំណុចនេះគាត់ក៏បានបន្តទៀតថានឹកដល់អារម្មណ៍ដែលធ្លាប់ជួបពីមុនមកគឺគាត់ខ្លាចខ្លាំងមែនតែម្ដងគាត់បាននាំគ្នាអង្គុយនិយាយលេងជាមួយនឹងក្រុមការងារដទៃគឺបានជួបដូចគ្នាហើយគាត់ខានឃើញអ៊ំប្រុសម្នាក់ហ្នឹងយូរទៅតែដានីប្រាប់ជប់ហ្នឹងអេស្ម៉ាឲ្យឃើញហ្នឹងគាត់ងាកទៅឃើញម្ដងទៀតវាប្រៀបដូចជាដាស់អារម្មណ៍ឲ្យគាត់ត្រឡប់ទៅអតីតកាលដែលគាត់ធ្លាប់ឃើញអ៊ំប្រុសម្នាក់ហ្នឹងអញ្ចឹងពេលខ្លះអ៊ំគាត់មកហៅតែអ្នកថ្មីអញ្ចឹងឬក៏អ្នកថ្មីដែរដូចជានិយាយពីដំបូងហ្នឹងរិស័យដាក់រិស័យអីចឹងទៅហ្នឹងហើយគាត់ក៏បានសួរទៅដានីថាចុះបងឯងខ្លាចអត់បងដានីប្រាប់ថាអត់ខ្លាចមួយម៉ាត់ទៅគាត់ឡើងញ័រអស់ហើយនេះឥឡូវពុកស្ដាប់ហ្នឹងគឺគាត់អត់ដែរដឹងថាខ្លួនឯងត្រូវមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេគាត់ផ្លាស់ប្ដូរមកធ្វើការទីនេះគឺដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដើម្បីបានការងារធ្វើដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិតគាត់អត់បានតាំងចិត្តមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេអានេះរបស់ free ហ្នឹងហើយអាហ្នឹងគឺដូចជា free ឲ្យគាត់លើហើយអញ្ចឹងណាហ្នឹងហើយដូច្នេះទេគាត់ចង់ដឹងត្រឹមតែរឿងធម្មតាទៅបានហើយលោកអើយគាត់អត់ចង់មានតាក់ទងជាមួយអ្នកស្លាប់បែបហ្នឹងទេហើយម្យ៉ាងទៀតគាត់អត់ដែរមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយនឹងវិញ្ញាណអីហ្នឹងដែរហេតុអីបានត្រូវមកឲ្យគាត់ឃើញបែបហ្នឹងពីមុនមកគាត់អត់ដែរឃើញទេពេលហ្នឹងគឺគាត់ក៏អត់បានចាប់អារម្មណ៍ទៅធ្វើបន់ឲ្យគេបងស្គាល់ឲ្យគេអីចឹងដែរហើយក៏មិនបាននឹករលឹកក្នុងចិត្តដូចអ្នកគ្រូពេទ្យនោះនិយាយដែរអ្នកគ្រូពេទ្យនោះតាមពិតទៅគាត់គិតដែរថាប្រហែលជាអ៊ំហ្នឹងទៅចាប់ជាតិបាត់ហើយព្រោះតាមពីគាត់បន់អញ្ចឹងហើយលែងឃើញតាហ្នឹងរហូតតែម្ដងគាត់មកភ្ញាក់ផ្អើលតាមក្រោយនេះតាស្រួលលែងឃើញតែគាត់ហ្នឹងនៅពេលនោះអ្នកគ្រូពេទ្យនោះក៏បានបន្តទៀតថាបងដានីនៅក្រោយបន្ទប់ដែលរំលងពីកន្លែងចតឡានបន្តិចទៅហ្នឹងណាគឺធ្លាប់មានដើមពោមួយដើមដ៏ធំនេះតែនៅពេលនេះគឺគេកាត់ចោលអស់ហើយព្រោះធ្លាប់មានអ៊ំប្រុសម្នាក់បរិសុទ្ធចំណាស់កើតជំងឺបាក់ទឹកចិត្តកិច្ចចេញពីបន្ទប់ពេទ្យហើយរួចក៏សម្រេចចិត្តទៅចង់កស្លាប់នៅក្រោមដើមឈើនោះដៃហោងតែម្ដងអត់មានសាច់ញាតិទេអត់មានអីមកមើលទេព្រោះគាត់តូចចិត្តអត់មានសាច់ញាតិមកមើលនឹងឯងហើយការនេះបានធ្វើឲ្យគ្រូពេទ្យជាច្រើននេះចាំគ្មានថ្ងៃភ្លេចទេបងជាពិសេសអ៊ំចាស់ដែលធ្វើការជាមួយយើងនរណាក៏បានដឹងរឿងនេះដែរហើយបើជាអ្នកគ្រូពេទ្យចាស់វិញមិនត្រឹមតែចងចាំទេបានជួបគ្រប់គ្នាតែម្ដងបងចំណែកឯវិញ្ញាណដែលបងដានីនិងអ្នកគ្រូពេទ្យដទៃទៀតបានឃើញខ្ញុំគិតថាអាចជាអ៊ំប្រុសម្នាក់នោះហើយដែលគាត់មិនព្រមទៅណាហើយគាត់នៅត្រង់ហ្នឹងយូរឆ្នាំមកហើយឬហើយដានីមានអារម្មណ៍ថាខ្លាចព្រោះគាត់បានឃើញច្បាស់ណាស់ថាមនុស្សប្រុសដែលឈរនៅទីនោះគឺខ្ទង់អាយុប្រហែល40ទៅ50ឆ្នាំដោយដែលអ្នកគ្រូពេទ្យនោះនិយាយមែនលោកដានីរៀបរាប់ប្រាប់ពីរូបរាងមុខមាត់កម្ពស់សក់ក៏បាត់យ៉ាងដែលគាត់បានជួបហ្នឹងដំណឹងហ្នឹងក៏បានសាយភាយពីពេញមន្ទីរពេទ្យម្ដងទៀតជារឿងរ៉ាវដែលស្ងប់ស្ងាត់ទៅហើយហ្នឹងទៅបែកធ្លាយសាយភាយពេញមន្ទីរពេទ្យធ្វើឲ្យគ្រប់គ្នាខ្លាចពេញមន្ទីរពេទ្យសារដើមឡើងមកវិញមួយថ្ងៃមានមនុស្សមកកេះសួរគាត់រហូតថាហើយជួបមែនអត់អូខេមិនដែរគេដើម្បីមកបញ្ជាក់ដានីក៏បានរៀបរាប់ប្រាប់ទៅតាមអ្វីដែលគាត់បានឃើញអញ្ចឹងទៅហើយម្នាក់ក៏ចាប់ផ្ដើមភ័យព្រឺរំគ្រប់គ្នាត្រឡប់មកវិញបបពិសោធន៍លើកនេះបានធ្វើឲ្យដានីខ្លាចណាស់ព្រោះលងគាត់តាំងពីចូលធ្វើការខែដំបូងតែម្ដងលុះធ្វើការយូរទៅក៏មានហេតុការណ៍ហើយនឹងរឿងរ៉ាវកាន់តែធ្ងន់ទៅបន្តិចម្ដងឲ្យដានីបានជួបមិនមែនធូរស្រាលដូចគេណាមានម្ដងនោះនៅក្នុងអំឡុងឆ្នាំ2016មានករណីធ្ងន់ធ្ងរជាច្រើនបានចូលមកក្នុងមន្ទីរពេទ្យមិនថាជាគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់មនុស្សខ្លះក៏ឈឺស្លាប់មនុស្សខ្លះត្រូវបានគេចាក់សម្លាប់ពោលគឺសម្បូរករណីស្លាប់ជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរពេទ្យដែលដានីកាន់តែម្ដងរហូតដល់ចុងខែតុលាឆ្នាំ2016ដានីបានចាំច្បាស់មែនទែនមានថ្ងៃមួយមានតាយាយមួយគូត្រូវបានឡានបុកនៅពេលនោះឡានសង្គ្រោះក៏បានដឹកគាត់មកដល់មន្ទីរពេទ្យចៃដន្យអីមកដល់មន្ទីរពេទ្យទៅហើយហ្នឹងទើបគេដឹងថាលោកតាគឺបានស្លាប់នៅក្នុងរថយន្តសង្គ្រោះនៅតាមផ្លូវបាត់ទៅហើយនៅសល់តែយាយទេណោះអញ្ចឹងគ្រូពេទ្យក៏ព្យាយាមជួយសង្គ្រោះយាយហ្នឹងឲ្យអស់ពីសមត្ថភាពប៉ុន្តែជួយយ៉ាងណាក៏ដោយក៏លោកយាយហ្នឹងក៏បាត់បង់ជីវិតទៅតាមក្រោយដែរអ្វីដែលចង់ចាំអត់ផ្លេចហ្នឹងគឺនៅពេលដែលគេដាក់ពួកគាត់ចុះពីលើឡានហ្នឹងមុននឹងពេលដែលយកលោកយាយទៅសង្គ្រោះគឺលោកយាយហ្នឹងកាន់ដៃជាមួយតានឹងជាប់វាឃើញឲ្យគេ inspiration ជាមួយនឹងក្តីស្រឡាញ់តាយាយពីរនាក់ហ្នឹងហេតុការណ៍នេះធ្វើឲ្យដានីស្រត់ចិត្តខ្លាំងណាស់ព្រោះគាត់មិនដែលឃើញមនុស្សស្លាប់នៅចំពោះមុខគាត់ទេចូលធ្វើការដំបូងហ្នឹងហើយនៅពេលនោះដានីគាត់អង្គុយយំខ្លាំងមែនទែនអាណិតតាយាយទាំងពីរអ្នកនោះយំរហូតដល់ធ្វើឲ្យគាត់មានអារម្មណ៍ថា depression ណាសោកសៅខ្ញុំធ្លាប់មានអារម្មណ៍នឹងអ្នកទាំងអស់គ្នាពេលដែលខ្ញុំទៅធ្វើការយាមនៅមន្ទីរពេទ្យកុមារធម្មតាបើសិនជាមនុស្សស្លាប់នៅមន្ទីរពេទ្យយើងអាចធ្វើចិត្តបានណាប៉ុន្តែទីរោគដែលពេលដែលកើតមកគាត់ស៊ូហ្វ្រង់ធ្វើតាលអីចឹងណាអញ្ចឹងយើងខំប្រឹងព្យាយាមជួយក្មេងហ្នឹងហើយយើងសង្ឃឹមថាក្មេងហ្នឹងនឹងរស់រានមានជីវិតអាចបន្តបើកភ្នែកមើលពិភពលោកបានចឹងទៅថ្ងៃទី1ថ្ងៃទី2គាត់អត់អីគាត់សើចញញឹមលេងមួយយើងធម្មតាស្រាប់ថ្ងៃទី3គាត់ទៅហើយចំវេនដែលយើងយាមហើយយកបានដឹងឯងព្រោះពេលហ្នឹងគឺគាត់ធម្មតាពុក normal ជីបចរ normal អីទាំងអស់ស្រាប់ភ្ញាក់ឡើងតែគ្រូអាសានទៅណាបាត់ហើយអ្នកគ្រូពេទ្យដែលយាមហ្នឹងគាត់ប្រាប់ថាទៅបាត់ហើយអូនទៅតាមម៉ោង4ម៉ោង3យើងនៅឃើញវាទៅយើងចូលទៅគេញ៉េម៉ោង4ប្រាប់ទៅហើយម៉ោង6យើងទៅសួរប្រាប់ថាទៅបាត់ហើយយើង depression យើងសោកសៅខ្លាំងមែនតើយើងអត់ចង់ទៅទីពេទ្យតទៀតទេសឹងសុំគេឈប់មួយអាទិត្យដោយសារតែវាជាប់បានអារម្មណ៍ហើយយើងស្រឡាញ់វាខ្លាំងពេកចឹងណាអញ្ចឹងអ្នកគ្រូពេទ្យដានីគឺមានអារម្មណ៍ដូចគ្នាគឺគាត់សោកសៅគាត់ depression ដោយសារតែឃើញតាយាយពីរនាក់គាត់ស្រឡាញ់គ្នាខ្លាំងពេកហើយស្លាប់ទៅជាមួយគ្នានឹងឯងអញ្ចឹងណាទន្ទឹមនឹងនោះក៏មានអ្នកគ្រូពេទ្យរៀមច្បងម្នាក់បានស្ដីឲ្យដានីថាធ្វើការពេទ្យបើជួបរឿងបែបនេះទទួលយកមិនបានណាហើយជប់ធ្វើការគ្រូគ្រៀនអញ្ចឹងវាជារឿងប៉ិតតាមប៉ិតទៅតែគ្រាន់តែជាសម្ដីនឹងពិបាកទទួលយកបន្តិចនៅពេលនោះដានីស្លុតចិត្តហើយនឹងបាក់ទឹកចិត្តខ្លាំងមែនទែនក្រោយឮពាក្យសម្ដីហ្នឹងព្រោះមិននឹកស្មានថាបងស្រីពេទ្យម្នាក់នោះហ៊ាននិយាយដាក់គាត់បែបហ្នឹងសោះ
យ៉ាងណាក៏ជាពេទ្យដូចគ្នាដែរអញ្ចឹងណាតែនោះគឺជាការពិតព្រោះថាជាគ្រូពេទ្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែងតែជួបរឿងរ៉ាវទាំងអស់នេះហើយជាពិសេសអ្នកជំងឺធ្ងន់ត្រូវស្លាប់នៅនឹងមុខហ្នឹងគឺជាអត់ផុតទេគិតរួចដានីក៏តាមចិត្តធ្វើការតស៊ូបន្តហើយនឹងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងថាវាគឺជារឿងធម្មតាទេបន្តិចទៀតនឹងលែងអីពេលតាំងស្មារតីបានដានីក៏តែងតែញាប់ដៃញាប់ជើងជួយសង្គ្រោះមនុស្សទោះបីជាពេលខ្លះជួបមនុស្សមានគ្រោះថ្នាក់ដាច់កដៃដាច់ជើងក៏ដោយគឺគាត់លែងញញើទៅរហូតដល់យប់មួយគាត់បានចាំថាបន្ទប់សង្គ្រោះបន្ទាន់នោះគឺស្ងាត់មែនតើម៉ោង3ទៀបភ្លឺទៅហើយអត់មានអ្នកជំងឺចូលសោះហ្នឹងហើយដានីក៏គិតថាជាឱកាសហើយបើអត់មានអ្នកជំងឺចូលផងគាត់ក៏ស្វែងរកកន្លែងគួរសមដើម្បីគេងសម្រាប់បន្តិចទៅគាត់ក៏ចូលទៅដល់គ្រែដែលនៅខាងក្នុងគេបង្អស់ព្រោះស្ងាត់ល្អមិនសូវមានមនុស្សចេញចូលហើយបើមានករណីបន្ទាន់អីគេនឹងយកគ្រែនៅខាងមុខសិនដើម្បីទៅដាក់រុញអ្នកជំងឺអញ្ចឹងគ្រែនោះនឹងមិនប៉ះពាល់ដល់ការងារនោះទេមកដល់គ្រែភ្លាមគាត់ក៏បានបើកវាំងននហើយតម្រេតខ្លួនលក់នៅលើគ្រែនោះតែម្ដងគ្រែធម្មតាវាមានវាំងននបាំងអញ្ចឹងណាប្រហែលជាង1ម៉ោងក្រោយមកគាត់មានអារម្មណ៍ថារងាពេលនោះគាត់ក៏បានយកដៃអោបខ្លួនតែក៏ជ្រុលដៃទៅប៉ះនឹងគ្រែដែលធ្វើឲ្យគាត់ភ្ញាក់លុះដឹងខ្លួនបើកភ្នែកមកគាត់ភ្ញាក់ឲ្យព្រឹកព្រោះគាត់បានឃើញបរិសុទ្ធចាស់ម្នាក់ពាក់អាវសស្លៀកខោកីឡាអង្គុយអោបដៃនៅលើកៅអីនៅចំគ្រែរបស់គាត់អង្គុយនៅចំជើងរបស់គាត់តែម្ដងហើយភ្នែករបស់គេគឺសម្លឹងមើលគាត់ចឹងអត់ប្រព្រឹត្តភ្នែកនោះទេដានីគាត់ថាបុរសម្នាក់នឹងប្រហែលជាអ្នកជំងឺអីប៉ុន្តែហេតុអ្វីគ្មាននរណាគេមកដាស់គាត់សោះហើយហេតុអ្វីបានជាមកអង្គុយនៅចំជើងគាត់បែបហ្នឹងហើយសម្លឹងមើលមកគាត់គួរឲ្យខ្លាចខ្លាំងមែនទែនដានីឆ្ងល់ណាស់តែបុរសម្នាក់នោះអត់បាននិយាយអ្វីទេដានីក៏ប្រញាប់សួរថាសុំទៅប្រហុកអីបុរសម្នាក់នោះអត់បានឆ្លើយតបទេក៏ដើរចេញទៅបាត់ទៅដានីឆ្ងល់ណាស់ក៏ប្រញាប់ចុះពីលើគ្រែហើយក៏សម្លឹងរកមើលឆ្វេងស្ដាំអីចឹងទៅតែអត់ឃើញនរណាគេសោះតែម្ដងគាត់ក៏រត់ទៅក្រៅបន្ទប់វិញហើយឃើញបងបុរាដែលជាសិស្សច្បងរួមម៉ោងយាមជាមួយគ្នាហ្នឹងអង្គុយសម្រាកនៅមុខបន្ទប់មានអ្នកខ្លះទៀតក៏គេងនៅលើតុអីចឹងទៅបាទអ្នកយាមគេងលើតុគេងលើកៅអីអីចឹងទៅអត់មានគ្រែគេងទេសំទោគាត់ក៏សម្លឹងមើលនៅជុំវិញនោះរកបុរសដែលគាត់បានឃើញនៅចំជើងអំបញ្ញមិញហ្នឹងគាត់ក៏ដើរមើលនៅក្នុងបន្ទប់ម្ដងទៀតក្រែងលោកគាត់ហ្នឹងនៅកន្លែងណាតែរកយ៉ាងណាក៏អត់ឃើញរកនៅក្នុងបន្ទប់ក៏គ្មានអ្នកជំងឺដែរគាត់ក៏បានសួរទៅបុរាថាបងមិញមានអ្នកជំងឺចូលមកមែនបុរាក៏តបវិញថាអ្នកជំងឺឯណាអូនអត់ទេថ្ងៃហ្នឹងគឺស្ងាត់ជ្រាបអូនឯងមើលស្ងាត់មែនតែម្ដងដល់ពេលនោះដានីក៏រារែកក្នុងចិត្តសួរខ្លួនឯងថាគួរត្រឡប់ទៅគេងវិញឬក៏បន្តបើកភ្នែកអញ្ចឹងគាត់ក៏សម្រេចចិត្តថាអត់គេងទេទៅអង្គុយមុខកុំព្យូទ័រចុចនេះចុចនោះអញ្ចឹងទៅរហូតដល់ភ្លឺត្រឡប់ទៅផ្ទះគេងវិញដល់ជាងព្រឹកឡើងគាត់ក៏ទៅសួរអ្នកគ្រូពេទ្យដែលចូលវេនយាមជាមួយគ្នាថាអូនយប់មិញមានអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទេអ្នកគ្រូពេទ្យនោះក៏បានឆ្លើយតបដោយបុរាណអញ្ចឹងថាអត់មានទេយប់មិញស្ងាត់ល្អណាស់បងដានីក៏ប្រាប់ទៅថាតែគាត់បានឃើញបរិសម្នាក់ពាក់អាវសអង្គុយបែរក្នុងដាក់គាត់យប់មិញហ្នឹងស្ដាប់ហើយអ្នកគ្រូពេទ្យនោះក៏បះរោមគ្រប់គ្នាតែម្ដងនៅជុំវិញខ្លួនគាត់អ្នកគ្រូពេទ្យនៅក្បែរនោះម្នាក់បាននិយាយប្រាប់ទៅដានីថាបងឆ្ងល់ឯងមិនក៏ហ៊ានទៅគេងនៅក្នុងបន្ទប់នោះអញ្ចឹងបន្ទប់នោះណានាក៏ដឹងដែរហើយគ្មានណាគេទៅគេងនៅក្នុងបន្ទប់នោះទេមិនអត់ដឹងទេមិនថាអ្នកឈឺមិនថាអ្នកស្លាប់ទេតែតែកើតមាននៅក្នុងកន្លែង ICU ហ្នឹងហើយបន្ទប់ហ្នឹងគឺខែហ្នឹងណាក៏ធ្លាប់គេងស្លាប់នៅហ្នឹងដែរហើយគ្រប់គ្រូពេទ្យទាំងអស់គ្រប់គ្នាតែម្ដងតែតែជួបព្រលឹងវិញ្ញាណនៅក្នុងបន្ទប់ហ្នឹងគ្រប់គ្នាទៅទោះបីជាបន្ទប់នោះទំនេរមានក្រែទំនេរក៏ដោយក៏គ្មានគ្រូពេទ្យណាហ៊ានទៅគេងនៅលើក្រែទាំងអស់នោះដែរនឹងឯងជាហេតុផលដែលដានីឃើញរៀមច្បងនាំគ្នាគេងនៅក្រៅទាំងអស់ទោះបីជាអ្នកខ្លះគេងនៅលើកៅអីក៏ដោយទាំងដែលមានក្រែធម្មតាគេតែពួកគាត់អត់ទៅគេងនោះទេដានីផ្លឹកហើយក៏វិក្បាលគាត់ដែរនឹងរឿងនឹងសោះដានីតបដោយស្លុតចិត្តថាខ្ញុំទៅតែចូលវេនយាមនេះមិនយូរប៉ុន្មានទេខ្ញុំអត់ដឹងថាកន្លែងណាគួរគេងកន្លែងណាមិនគួរគេងទេហើយខ្ញុំអត់ដែរត្រៀមខ្លួនថាត្រូវមកជួបរឿងរ៉ាវទាំងអស់ហ្នឹងទេរឿងនេះក៏បានសាយភាយម្ដងទៀតពេញមន្ទីរពេទ្យទៀតថាដានីជួបនេះដានីជួបនោះអញ្ចឹងទៅបាទមួយហ្នឹងវាទៅតែដេកលើខែខ្មោចទៅដេកលើខែសង្គ្រោះបន្ទាន់ហ្នឹងរហូតរបៀបយីអូនគាត់ដាក់ហ្មងអញ្ចឹងហើយទីបំផុតរៀមច្បងនៅទីនោះក៏បានប្រាប់ថាតោះដល់ពេលហើយអូនឯងគួរតែទៅធ្វើបុណ្យស្រោចទឹកស្រោចអីចេញម្ដងហើយអត់កើតទេអូនបាទដានីក៏បានទៅធ្វើបុណ្យតាមពាក្យរៀមច្បងប្រាប់មែនដោយអារម្មណ៍រំពឹងថានឹងលែងជួបរឿងរ៉ាវអាក្រក់បែបហ្នឹងកើតឡើងជាបន្តទៀតមានអីកាន់តែធ្វើបុណ្យគេកាន់តែមកសុំបុណ្យពីគាត់កាន់តែច្រើនឡើងមានណាគឺច្បាស់ឡើងហើយលើកនេះមកទាំងថ្ងៃមកទាំងយប់មិនមែនជប់តែជប់ដូចមុនទេដោយសារតែគាត់ធ្វើបុណ្យអញ្ចឹងសម្បូរបុណ្យចែកគាត់ក៏ប្រាប់ថាបដ ாய் តាមនឹងតែមិនដឹងធ្វើមិនទេពួកបុណ្យក៏ធ្វើហើយនៅតែជួបទៀនចូលដល់ឆ្នាំទី3ដែលគាត់បានធ្វើការនៅពេទ្យនោះគាត់មានអ្នកគ្រូពេទ្យរៀមច្បងម្នាក់បានស្លាប់ដោយសារកាំងបេះដូងរំលងមិនបានមួយខែផងថ្ងៃមួយដានីបានមកគេងសម្រាប់នៅក្នុងបន្ទប់ចាស់ដែលគេដាក់សម្ភារៈផ្សេងដើម្បីយកទៅប្រើប្រាស់ដើម្បីយកទៅសង្គ្រោះអ្នកជំងឺភ្លាមនៅក្នុងនោះមានអីគេសារ៉ូប្រដាប់ឆក់បេះដូងប្រដាប់បោះស្ទង់ជីបចោអីជាដើមដាក់ក្នុងបន្ទប់ហ្នឹងនិយាយរួមបន្ទប់ស្តុកសម្ភារៈបន្ទាន់មួយសន្ទុះក្រោយមកដានីក៏ភ្ញាក់ព្រោះមានអ្នកគ្រូពេទ្យម្នាក់ដើរបើកទ្វារចូលមកយកឧបករណ៍ឆក់បេះដូងតែនៅក្នុងបន្ទប់នោះវារៀងងងឹតទៅដានីមើលមិនឃើញទេថាអ្នកគ្រូពេទ្យហ្នឹងជានរណាគេគាត់ចេះឆ្ងល់ថាណាគេហ្នឹងលុះយករួចក៏ចេញទៅក្រៅវិញអ្នកគ្រូពេទ្យនោះក៏បានងាកមកញញឹមដាក់ដានីហើយនិយាយយឺតថាបងមកយកឧបករណ៍ទៅឆក់បេះដូងអ្នកជំងឺអីទេគេវិញទៅតែប៉ុណ្្នឹងទេហើយញញឹមស្របពេលនោះមានអ្នកគ្រូពេទ្យម្នាក់ទៀតរត់ចូលមកទាំងបញ្ញាមកយកឧបករណ៍ឆក់បេះដូងទៅដែរនេះអត់ផ្សេងគ្នាដានីក៏បញ្ញាគាត់សួរថាឈប់មុនហ្នឹងមានអ្នកមកយកអីតាហើយយកប្រដាប់ទៅណាទៀតហើយអ្នកគ្រូពេទ្យនោះក៏ឆ្លើយតបទៅវិញថាអត់ទេខ្ញុំទៅតែមកយកតាហើយឡានបញ្ញាចេញទៅខ្ញុំទៅឯណាពេលនោះដានីស្ទុះងើបឡើងហើយរៀបរាប់ប្រាប់ថាគាត់បានឃើញគ្រូពេទ្យម្នាក់គាត់មកយកមែនណាឮហើយគ្រូពេទ្យម្នាក់ទៀតក៏
ក៏បាននិយាយថាអត់ទេខ្ញុំមកតែឯងទេបងឯងឃើញរូបភាពបែបមិនដែរពេលហ្នឹងគឺទៅ reflect រូបភាពដែលគាត់បានឃើញគ្រូពេទ្យហ្នឹងម្ដងទៀតទៅគាត់នឹកឃើញស្នាមញញឹមពេលដែលគ្រូពេទ្យហ្នឹងប្រាប់ថាបងបើយកប្រដាប់ឆក់បេះដូងអត់អីទេឯងគេងទៅវិញទៅហើយក៏អាចញឹមដាក់គាត់ហ្នឹងអាស្នាមញញឹមចុងក្រោយហ្នឹងទៅធ្វើឲ្យគាត់នឹកឃើញថានឹងគឺជារៀមច្បងដែលទៅតែស្លាប់ដោយសារកាំងបេះដូងមួយខែមុនហ្នឹងគឺគាត់ព្រឺរោមខ្លាំងមែនតែម្ដងហើយគាត់បានកែស្មាគ្រូពេទ្យម្នាក់ទៀតដែលរត់មកយកហ្នឹងថាបងបានឃើញបងហ្នឹងបងបានឃើញបងហ្នឹងលឺតែបែបហ្នឹងបាសរោមធ្លាយដល់អ្នកគ្រូពេទ្យដែលមកយកប្រដាប់ឆក់បេះដូងហ្នឹងបងបាញ់និយាយខ្ញុំរត់ទៅខ្ញុំលេងស្ដាប់ហើយឡានពងចាំខ្ញុំអញ្ចឹងទៅវ៉ាវអញ្ចឹងស្អែកឡើងមានអីកាត់ឡើងទូរឿងរ៉ាវខ្មោចលងអ្នកគ្រូដានីមកតង់ទៀត3ដងឯណាមានអ្នកខ្លះជឿអ្នកខ្លះទៀតក៏មិនជឿតែនៅពេលនោះដានីពិតជាខ្លាចខ្លាំងមែនតើមិនស្មានថាបានជួបច្បាស់ទាំងថ្ងៃទាំងយប់បែបនេះទេហើយក៏មិននឹកស្មានថាធ្វើបុណ្យកាន់តែច្រើនជួបកាន់តែច្រើនដែរមកដល់ហេតុការណ៍ចុងក្រោយដែលដានីបានជួបគឺនៅពេលដែលគាត់ចូលដល់ឆ្នាំទី6ជារឿងដែលគាត់ចងចាំមិនភ្លេចព្រោះអីជាហេតុការណ៍ដែលតក់ស្លុតខ្លាំងជាងគេពេលនោះគឺជាពេលយប់ដែលគាត់ប្រចាំការនៅបន្ទប់សង្គ្រោះបន្ទាន់មានអ្នកជំងឺម្នាក់ចូលមកនៅម៉ោង3ភ្លឺប៉ុន្តែអាការៈរៀងប្រសើររហូតដល់ម៉ោង5ព្រឹកគេក៏បានចេញទៅនៅពេលនោះដានីក៏ថាបន្តិចទៀតភ្លឺទៅហើយអញ្ចឹងគាត់ក៏សម្រេចចិត្តថាទៅតម្រេចខ្លួនបន្តិចរហូតដល់ម៉ោង6អីចាំគាត់ត្រឡប់ទៅផ្ទះវិញហ្នឹងហើយអញ្ចឹងគេ1ម៉ោងនៅពេលនោះគាត់ក៏សម្រេចចិត្តទៅគេងនៅក្នុងបន្ទប់ដាក់ក្រែទៀតហើយប៉ុន្តែលើកហ្នឹងក៏អត់ទៅគេងអាក្រែដែលនៅកន្លែងស្ងាត់ទេគាត់គេងក្រែទី3ហ្នឹងហើយរៀងនៅក្បែរៗមនុស្សតិចនៅជាប់បង្អួចនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្ដងលើកនេះបើទោះបីជាមាននរណាគេមកធ្វើបាបគាត់អីក៏មានមនុស្សនៅក្បែរហ្នឹងដែរដានីបានដាក់ម៉ោងរោលនៅម៉ោង6ព្រឹកហើយគាត់ក៏បានបិទភ្នែកទៅនៅពេលដែលម៉ោង5:30នាទីប៉ុន្តែគេងលក់មិនទាន់បានស្កប់ផងគាត់មានអារម្មណ៍ថាដកដង្ហើមលេងរួចថប់ណែនទ្រូងយ៉ាងខ្លាំងគាត់ក៏បានបើកភ្នែកនៅក្នុងបន្ទប់ដែលមានសភាពងងឹតឈឹងទាំងដែលរត់ដងបន្ទប់នេះគឺមិនដែលបិទភ្លើងឡើយទៅបដៃបិទភ្លើងអត់ដែលបិទភ្លើងទេ ICU មានដែលបិទភ្លើងមកពីណាគាត់បើកភ្នែកមកវិញឃើញបន្ទប់នោះបិទភ្លើងងងឹតឈឹងដៃជើងគាត់កម្រើកលេងកើតបានត្រឹមតែបើកភ្នែកងាកមើលជុំវិញខ្លួននៅពេលនោះគាត់ដឹងច្បាស់ណាស់ថាគាត់ដូចជាត្រូវខ្មោចសង្កត់គាត់ព្យាយាមសូត្រមន្តកាន់តែយូរទៅអារម្មណ៍កាន់តែធ្ងន់ឡើងកាន់តែសូត្រកាន់តែធ្ងន់កាន់តែសូត្រកាន់តែធ្ងន់នៅពេលនោះគាត់ព្យាយាមបិទភ្នែកបើកភ្នែកបានច្រើនដងគាត់ក៏បានឃើញថាពិតជាខ្មោចសង្កត់គាត់មែនប៉ុន្តែមិនមែនមួយមិនមែនពីរទេរហូតដល់4នាក់កំពុងតែសង្កត់នៅលើទ្រូងគាត់យើងសាកសម័យមើលថាគាត់តែយកដៃសង្កត់លើទ្រូងមនុស្សម្នាក់គឺយើងពិបាកដកដង្ហើមទៅហើយប៉ុន្តែមិនអានេះគឺរបៀបខ្មោចដូចជាមនុស្ស4នាក់សង្កត់ពីលើទ្រូងរបស់គាត់តែគាត់មានអារម្មណ៍ធ្ងន់បែបណាលើកនេះគឺគាត់លេងសូត្រថយព្រោះឯកាន់តែសូត្រកាន់តែធ្ងន់លើកនឹងសម្រេចចិត្តហើយគឺជេរតែម្ដងពេលខ្មោចគាត់ស៊ីធေါ်ក្តៅខ្លះគាត់ជេរបងពួកហែងមកសង្កត់យើងយូរដល់ពេលណាយើងនឹងដាក់ទំនាយឲ្យពួកហែងមិនបានទៅកាត់ចាប់ជាតិឡើយគ្រាន់តែជេរបែបនេះភ្លាមអារម្មណ៍ថប់ហ្នឹងក៏ចាប់ផ្ដើមស្បើយបន្តិចម្ដងហើយភ្លើងនៅក្នុងបន្ទប់ហ្នឹងក៏ចាប់ផ្ដើមភ្លឺម្ដងតិចឡើងមកវិញហាក់បីដូចជាមានមនុស្សទៅបើកភ្លើងអញ្ចឹងដានីបានទាញទូរស័ព្ទមកមើលគឺនៅពេលនោះម៉ោងទៅតែ5:15នាទីតែម្ដងគាត់គេងលក់នៅម៉ោង5:10នាទីនេះទៅតែរំលងបាន5នាទីតែអារម្មណ៍របស់គាត់ដែលត្រូវបានខ្មោចសង្កត់ហ្នឹងហាក់បីដូចជា1ម៉ោងអញ្ចឹងព្រោះវាធ្ងន់ខ្លាំងពេកក្រោយមកគាត់ក៏បានងើបក្រោកចុះពីលើក្រែទាំងបែកញើសចូលក្បាលព្រោះឃើញមានគ្រូពេទ្យប្រចាំនានាបានចូលវេនបន្តបណ្ដាហើយដានីបានយករឿងនេះទៅប្រាប់គ្រូផ្សេងនិងបូរ៉ាតាមទម្លាប់ឲ្យតែជួបខ្មោចទៅប្រាប់រហូតដល់គេសឹងគិតថាគាត់សម័យអញ្ចឹងណាហ្នឹងហើយបូរ៉ាក៏បានបន្តថាហើយអត់រៀងចាលទៀតលើកមុនទៅគេងក្រែនោះជួបម្ដងហើយលើកនេះមកគេងក្រែនេះហើយនៅក្នុងបន្ទប់ដដែលហ៊ានអញ្ចឹងហើយបានជួបច្រើននឹងឯងអញ្ចឹងណាតាមពិតទៅដានីគាត់ថាលើកនេះប្រហែលជាមិនអីទេព្រោះគាត់មិនបានទៅគេងក្រែជ្រៅឯណាគាត់គេងក្រែធម្មតាក្រែទី3ដែលមានមនុស្សឮសូរសំឡេងមនុស្សនិយាយគ្នាហ្នឹងមានដឹងថាទៅជួបបែបហ្នឹងម្ដងទៀតឯណាបន្តក្រោយមកបច្ចុប្បន្នមន្ទីរពេទ្យហ្នឹងក៏នៅតែបើកដំណើរការធម្មតាហើយដានីមែនតើគឺគាត់នៅតែបន្តធ្វើការប្រចាំការនៅមន្ទីរពេទ្យហ្នឹងចឹងគ្រាន់តែគាត់បានផ្លាស់ប្ដូរពីកន្លែងធ្វើការហ្នឹងព្រោះជួបច្រើនពេកមកនៅបន្ទប់សម្រាប់កូនម្ដងហើយគាត់ក៏ជួយមកធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់ម្ដងម្កាលដែរនៅពេលដែលគ្រូពេទ្យប្រចាំការនៅទីនោះពេលខ្លះក៏ឈប់សម្រាកពេលខ្លះក៏ឈឺហើយពេលខ្លះក៏ដាក់ពាក្យឈប់ចឹងទៅហ្នឹងហើយទាំងអស់ហ្នឹងឯងគឺជាបទពិសោធន៍ដែលដានីបានជួបផ្ទាល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយនោះអាចនិយាយបានថាវាគឺជារឿងប៉ັດដែលគួរឲ្យខ្លាចពីមុំរបស់អ្នកគ្រូពេទ្យម្នាក់ដែលភាគច្រើនរឿងរ៉ាវទាំងអស់នេះតែងតែលេចលឺពីអ្នកជំងឺតែប៉ុណ្ណោះម្យ៉ាងអ្នកទាំងអស់គ្នាដែលបានគេងសម្រាកនៅមន្ទីរពេទ្យពេលខ្លះក៏អត់បានជួបពេលខ្លះក៏យល់ដែរដឹងដែរថាក្រែពេទ្យដែលយើងកំពុងតែគេងហ្នឹងមានអ្វីកើតឡើងនៅលើក្រែមួយនោះណោះបើតាមអបិយជំនឿមែនតើទៅក្រែណាក៏មានអ្នកស្លាប់ដែរតែបើសិនជាយើងនិយាយពី physics បើយើងនិយាយពីតថភាពក្នុងសង្គមវិញការពិតទៅជួនកាលជា imagination របស់មនុស្សម្នាក់ហើយជួនកាលបើយើងគិតរឿងនោះច្រើនខ្លាំងពេកវាធ្វើឲ្យប៉ះពាល់ទៅដល់ moral វាធ្វើឲ្យប៉ះពាល់ទៅដល់គេហៅថាច្បាប់ទម្លាប់ក្នុងការព្យាបាលនៃជំងឺវាធ្វើឲ្យញញ៉ៃចង់និយាយចឹងណាព្រោះអីគេខ្លាចតែខ្មោចចឹងឈឺលេងទៅពេទ្យតែឥឡូវតែខ្លាចខ្មោចហ្នឹងគ្មានបានព្យាបាលអីទេទៅគ្រូពេទ្យយាមជាទូទៅបងប្អូនឃើញហើយមើលទៅដូចវេទនាខ្លាំងណាស់គេងនៅលើកៅអីគេងនៅលើតុធ្វើការអញ្ចឹងទៅតែការពិតទៅខែសម្រាប់គ្រូពេទ្យខ្វះព្រោះយើងយកខែដាក់អ្នកជំងឺពេលខ្លះអញ្ចឹងណាហើយពេលខ្លះយើងក៏ខ្ជិលឡើងទៅគេងនៅខែបន្ទប់យាមរបស់គ្រូពេទ្យក៏មានដែរប៉ុន្តែពេលដែលមានហេតុការណ៍អីកើតឡើងភ្លាមទៅហត់ហរណាគ្នានៅណាអញ្ចឹងពិបាកអញ្ចឹងទេមានតែគេងជុំគ្នានៅបន្ទប់ធ្វើការតែម្ដងទៅស្រួលហើយនៅក្នុងបន្ទប់ធ្វើការមានខែគេងមកពីណាមានតែកៅអីហ្នឹងឯងអញ្ចឹងគេងបែបហ្នឹងទៅហ្នឹងហើយបាទអញ្ចឹងទេអេពីសូតនេះក៏ចាប់តាមប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានហើយចាំជួបគ្នានៅអេពីសូតក្រោយៗទៀតពេលនឹងមើលបើក្រោយអាចរស់នៅអត់ប្តីអត់សង្សារបានប៉ុន្តែមិនអាចរស់នៅគ្មានលុយបាននោះទេអត់ប្តីអត់សង្សារវាឯកាប៉ុន្តែបើអត់ថវិកាវាស្លាប់ចាំមើលចាំបញ្
បញ្ហាដែលប្រើប្រាស់លេខការពារកម្ដៅថ្ងៃខុសឬប្រើប្រាស់ Sun Glow វិញទៅគឺ Expert Chandelier Watery Sunscreen រហស្សនាមគេគឺ Sun Glow មាន SPF 50ការពារស្បែកយើងពី UVB ហើយនិង PA បូក4ដងអាហ្នឹងការពារស្បែកយើងពី UVA មានលីសារធាតុសេរ៉ូមវីតាមីនដែលចាំបាច់បំផុតនៅក្នុងការបំពន់ស្បែកមុខយើងនៅក្នុងទីបជាមួយគ្នាតែម្ដងអញ្ចឹងមិនគ្រាន់តែលេខការពារកម្ដៅថ្ងៃទេប៉ុន្តែគឺជាសេរ៉ូមព្យាបាលស្បែកក្នុងពេលតែមួយវាគឺជាប្រភេទ water based ដែលជ្រាបចូលទៅក្នុងស្បែកបានយ៉ាងល្អមិនមានផ្ទុកនូវពពុះអាល់កុល